ในក្នុងវីដេអូនេះខ្ញុំចង់ស្រាយចម្ងល់មួយទាំងសម្រាប់អ្នកដែលគាត់ស្គមខ្លាំងចង់ឡើងគីឡូក៏ដូចជាអ្នកដែលគាត់ធាត់ហើយចង់ស្រកគីឡូគឺចំណុចត្រង់ថាហេតុអីបានពេលយើងចាប់ផ្ដើមហាត់ប្រាណដំបូងអាចថាមួយសប្តាហ៍ទៅ3សប្តាហ៍ឬក្នុងមួយខែដំបូងនេះយើងឃើញមានការស្រកគីឡូចឹងអានេះគឺជាចំណុចសប្បាយចិត្តសម្រាប់អ្នកដែលគាត់ធាត់ចង់ស្រកគីឡូហើយជាចំណុចដែលលំបាកចិត្តសម្រាប់អ្នកដែលគាត់ស្គមខ្លាំងចង់ឡើងគីឡូខ្ញុំចាប់ផ្ដើមនិយាយពីអ្នកដែលស្គមខ្លាំងចង់ឡើងគីឡូមុនចឹងអ្នកដែលស្គមខ្លាំងចង់ឡើងគីឡូគាត់គ្រាន់តែគិតថាហេតុអីក៏ត្រូវហាត់ប្រាណព្រោះថាហាត់ប្រាណសម្រាប់តែអ្នកដែលគេធាត់ចង់ស្រកគីឡូទេបើគាត់ស្គមហើយតែហាត់ប្រាណមិនរឹតតែស្គមទៅទៀតចឹងនេះជាការគិតខុសព្រោះថាការដែលគាត់ហាត់ប្រាណលើកទម្ងន់ជាពិសេសគឺនឹងធ្វើឲ្យគាត់ឡើងគីឡូឡើងសាច់ស្អាតហើយចំណុចដែលធ្វើឲ្យគាត់រត់តែបារម្ភនោះទៀតនៅពេលដែលគាត់អនុវត្តទៅតាមការណែនាំរបស់ខ្ញុំអញ្ចឹងណាឲ្យគាត់ចាប់ផ្ដើមហាត់ប្រាណដល់គាត់ផ្ដើមហាត់ប្រាណអាទិត្យទី1អាទិត្យទី2គាត់ចាប់ផ្ដើមហាត់ប្រាណហើយគាត់ថ្លឹងគីឡូទៅឃើញស្រក1គីឡូ2គីឡូអីចឹងទៅអញ្ចឹងគាត់បារម្ភថាហាត់ប្រាណគឺធ្វើឲ្យគាត់ស្រកគីឡូទៅវិញទេមិនធ្វើឲ្យគាត់ឡើងគីឡូទេប៉ុន្តែការបារម្ភនេះគឺមិនត្រឹមត្រូវទេត្រូវដឹងថាហេតុអីបានជាគាត់ស្រកគីឡូនៅពេលដែលគាត់ចាប់ផ្ដើមហាត់ប្រាណរាងកាយរបស់គាត់គឺនឹងចាប់ផ្ដើមបាត់បង់ជាតិទឹកអញ្ចឹងជាតិទឹកធ្វើឲ្យប្រែប្រួលគីឡូមួយចំនួនអាចនឹង1គីឡូ2គីឡូអញ្ចឹងទៅហើយជាតិទឹកដែលបាត់បង់ហ្នឹងអាចបាត់បង់នៅក្នុងជាតិទឹកដែលបាត់ពី glycogen ត្រូវដឹងថាយើងមានស្ករបំរុងមួយនៅក្នុងថ្លើមហើយនៅក្នុងសាច់ដុំអញ្ចឹងស្ករបំរុងហ្នឹងវាស្តុកទុកជាតិទឹកជាច្រើនអញ្ចឹងនៅពេលដែលយើងប្រើ glycogen អស់ធ្វើឲ្យជាតិទឹកនៅក្នុងហ្នឹងក៏បាត់បង់ដែរអញ្ចឹងវាធ្វើឲ្យស្រកគីឡូមួយផ្នែកទៀតហើយយើងប្រើប្រាស់ខ្លាញ់យកទៅប្រើប្រាស់សម្រាប់ធម្មពលហ្នឹងច្រើនជាងមុនក៏ធ្វើឲ្យបាត់បង់ជាតិទឹកមួយផ្នែកទៀតធ្វើឲ្យគីឡូយើងស្រកបន្ថែមទៀតហើយដំណើរការនៃការសម្របខ្លួនរបស់រាងកាយរបស់យើងទៅនឹងសកម្មភាពថ្មីសកម្មភាពហាត់ប្រាណហ្នឹងក៏ធ្វើឲ្យយើងប្រែប្រួលគីឡូតិចតួចទៀតអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមហាត់ប្រាណដំបូងសម្រាប់អ្នកស្គមខ្លាំងគាត់អាចសង្កេតឃើញតាមគីឡូខ្លួនរបស់គាត់ធ្ងន់ស្រាលធំតូចអីចឹងណាអញ្ចឹងវាអាចបាត់បង់1គីឡូ2គីឡូទៅ3គីឡូអីចឹងទៅអញ្ចឹងធ្វើឲ្យគាត់បារម្ភថាអូលែងហ៊ានហាត់ប្រាណហើយព្រោះថាហាត់ប្រាណទៅរឹតតែស្រកគីឡូតែកុំបារម្ភត្រង់ចំណុចនេះហើយនេះគឺជាដំណើរការដំបូងនៃយន្តការរបស់រាងកាយយើងឆ្លើយតបទៅនឹងការប្រែប្រួលសកម្មភាពរបស់យើងហាត់ប្រាណដំបូងហ្នឹងអញ្ចឹងវាអត់ជាបញ្ហាអីទេយើងបន្តហាត់ទៀតទៅនៅពេលដែលរាងកាយយើងចាប់ផ្ដើមកសាងសាច់ដុំរឹងមាំទៅយើងនឹងចាប់ផ្ដើមឡើងគីឡូហើយគីឡូយើងនឹងកើនជាប្រចាំរហូតដល់ពេលដែលយើងហាត់យូរទៅយើងហូបបានគ្រប់គ្រាន់យើងនឹងកើនម៉ាស់សាច់ដុំជាប្រចាំគីឡូយើងនឹងកើនជាប្រចាំអាហ្នឹងសម្រាប់អ្នកដែលស្គមខ្លាំងហើយចង់ឡើងគីឡូហើយងាកទៅមើលអ្នកដែលធាត់ហើយចង់ស្រកគីឡូវិញដូចគ្នាអញ្ចឹងយន្តការហ្នឹងគឺដូចគ្នាយើងដំបូងគឺយើងចាប់ផ្ដើមស្រកគីឡូលឿនដោយសារអីដោយសារតែយើងចាប់ផ្ដើមបាត់បង់ជាតិទឹកនឹងដូចគ្នាចាប់ផ្ដើមបាត់បង់ជាតិទឹកពី glycogen ចាប់ផ្ដើមបាត់បង់ជាតិទឹកពីជាលិកាខ្លាញ់បំរែបំរួលអរម៉ូនបំរែបំរួលរាងកាយហ្នឹងធ្វើយើងឃើញអូដំបងស្រកគីឡូ4 5គីឡូតាមមួយអាទិត្យពីអាទិត្យអញ្ចឹងដល់ពេលហាត់បានមួយខែគីឡូដូចជានៅត្រឹងលែងស្រកលែងចង់ហាត់ទៀតត្រូវដឹងថាអញ្ចឹងបន្ទាប់ពីមួយខែ2ខែទៅគឺរាងកាយយើងសម្របខ្លួនបានហើយវាលែងបាត់បង់ជាតិទឹកបំរែបំរួលគីឡូក៏លែងលឿនដែរអញ្ចឹងវាចាប់ផ្ដើមឲ្យរាងកាយយើងកសាងសាច់ដុំដុតខ្លាញ់វិញអញ្ចឹងការស្រកគីឡូវាប្រែប្រួលតិចតួចតែវានៅតែបន្តស្រកនៅពេលដែលយើងហាត់បានត្រឹមត្រូវហូបតមបានគ្រប់គ្រាន់អញ្ចឹងទាំងពីរនឹងដូចគ្នាគឺចាប់ផ្ដើមដំបូងហាត់ទៅស្រកគីឡូគឺកុំបារម្ភសម្រាប់អ្នកស្គមខ្លាំងហើយស្រកគីឡូឃើញលឿនដំបូងកុំអពេកសម្រាប់អ្នកដែលធាត់ខ្លាំងត្រូវតែបន្តហាត់តទៅទៀតហើយនៅពេលដែលហាត់មួយរយៈទៅឃើញគីឡូនៅត្រឹងក៏កុំបារម្ភដែរអាហ្នឹងគឺជាដំណើរការធម្មតារបស់រាងកាយរបស់យើងអញ្ចឹងនៅក្នុងសំណួរហ្នឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកបើមានចម្ងល់អីអាចសួរខ្ញុំបន្ថែមបាន